បាទសួស្តីបងប្អូនបាទនេះគឺជាវីដេអូដែលបង្ហាញបងប្អូនពីរបៀបនៃការបង្កើតលិខិតអញ្ជើញណាអូខេដើម្បីបង្កើតលិខិតអញ្ជើញនៅក្នុងកម្មវិធី Microsoft Word ឬយើងហៅថាកម្មវិធីរដ្ឋបាលហ្នឹងណាជាដំបូងបើបងប្អូនមានឈ្មោះដែលយើងត្រូវអញ្ជើញនោះច្រើនយើងអាចបង្កើតតារាងបែបនេះណាគឺបង្កើតតារាងជួរឈរចំនួន2ហើយជួរដេកតាមចំនួនដែលបងប្អូនត្រូវអញ្ជើញគេណាចឹងមានប្រមាណឈ្មោះក៏បានដែរមាន100ក៏បាន50ក៏បានស្រាប់តែយើងប៉ុន្តែចំណែកជួរឈរយើងប្រើតែ2ទេណានេះជួរឈរគេហៅកលឹមហ្នឹងណាមានតែ2ទេចំណែកជួរដេកអត់កំណត់ទេបងឯងដាក់ប្រមាណក៏បានដែរណាចឹងឧទាហរណ៍ថាយើងជាគំរូយើងធ្វើតែប្រមាណ5ឈ្មោះនេះចុះណាអូខេជាដំបូងយើងដាក់ឈ្មោះហើយផេតបន្ទាប់មករាយឈ្មោះបុគ្គលសំខាន់ដែលយើងចង់អញ្ជើញគេមកណាអូខេបន្ទាប់មកយើងធ្វើការ save ដាក់ថាឈ្មោះយ៉ាងទៅណាដាក់ឈ្មោះមក save នៅទីតាំងណាមួយដែលយើងមានភាពងាយស្រួលក្នុងការរកវាណាជាប៉ុន្តែជាទូទៅយើងអាច save នៅក្នុង 3D នេះតែម្ដងអូខេតែដោយសារតែខ្ញុំធ្វើជាលក្ខណៈវីដេអូបញ្យលអញ្ចឹងខ្ញុំដាក់នៅលើ desktop ដើម្បីឲ្យបងឯងមើលតាមហ្នឹងណាអូខេមើលតាម desktop ហ្នឹងទៅនេះអញ្ចឹងលិខិតឈ្មោះដែលខ្ញុំបានអញ្ជើញខ្ញុំបានទៅ save រួចរាល់ខ្ញុំបាន save ហើយណាអូខេ save ដាក់ថាឈ្មោះគឺនៅទីតាំងនេះណានេះអូខេទីតាំងនេះមើលណានេះជាឯកសារដែលខ្ញុំជាឈ្មោះដែលខ្ញុំបានទៅសេឲ្យមិញហ្នឹងណាអូខេឥឡូវយើងបន្ទាប់ពីធ្វើនឹងបានយើងបិទវាចោលហើយយើងបើកกระดาษមួយទៀតគឺបងឯងបើកហើយរៀបចំ design វាឲ្យបានល្អទៅណាបានល្អហើយទម្រង់របស់វានេះលិខិតនេះกระดาษនេះគឺមិនធំទេយើងអាចចូលដល់ក្នុង layout ហើយ margin យើងមើល custom margin ហើយយក paper กระดาษខ្ញុំយកគឺតឹងវា1.7.5 ហើយកម្ពស់តែ5ទេតែ5អ៊ីងទេណាហើយយើងអូខេមកបន្ទាប់មកទៀតយើងចាប់ដើមឲ្យកระดาษហ្នឹងវាផ្ដេកអូខេដើម្បីឲ្យផ្ដេកយើងយកនេះ orientation នេះមកយើងយកអាក្រោមនេះមកវាផ្ដេកហើយណាអូខេហើយជំហានបន្តគឺយើងចាប់ដើម design ដូចជាការប្រើនេះពពួកនេះអញ្ចឹងណាអូខេយើងរៀបចំខ្លួនឯងតាមដែលយើងចង់បានមកយើងចង់បានបែបម៉េចហើយយើង design បែបហ្នឹងទៅណាអូខេបន្ទាប់ពីយើង design បានចេះហើយយើងចាប់ដើម design ផ្នែកខាងក្នុងអ្វីដែលសំខាន់ជាងគេនោះគឺអានេះអញនេះកាលណាយើងធ្វើអានេះមិនត្រូវទេពេលយើងអញ្ជើញឈ្មោះឬក៏ insert ឈ្មោះរបស់បុគ្គលដែលយើងត្រូវអញ្ជើញហ្នឹងវាមិនចូលមកក្នុងហ្នឹងទេអញ្ចឹងណាហើយក៏វាមិនត្រូវទំនងដែរដូច្នេះយើងធ្វើការតេស្តមើលប្រហែលយើងតេស្តមើលដាក់ឈ្មោះអូខេនេះឲ្យវាចំកដាលឲ្យកដាលអញ្ចឹងឲ្យស្អាតអញ្ចឹងណាពេលយើងធ្វើបានអញ្ចឹងហើយយើងលុបវាចេញទៅអូខេយើងលុបវាចេញមកតមកយើងធ្វើការ save វាដាក់ថាលិខិតអញ្ជើញអញ្ចឹងទៅណាហ្នឹងហើយតែលិខិតអញ្ជើញអញ្ចឹងមកនេះដូចរបស់ខ្ញុំអញ្ចឹងខ្ញុំបានធ្វើវាហើយខ្ញុំបាន save វាទៅដាក់លើ desktop ទៀតតែបងឯងត្រូវដាក់លើក្នុង 3D ទៅកុំឲ្យពិបាកណាអូខេកុំឲ្យពិបាករកឧទាហរណ៍ខ្ញុំ save ហើយខ្ញុំបិទទៅឬក៏យើងមិនបិទក៏បានដែរចាប់ដើមដល់ដំណាក់កាលដែលយើងត្រូវធ្វើជាលិខិតអញ្ជើញណាដាក់មកនៅទីតាំងហ្នឹងព្រោះយើងបំណងរបស់យើងគឺចង់ឲ្យឈ្មោះហ្នឹងរត់ចូលនៅកន្លែងហ្នឹងមែនណាអូខេចឹងយើងចាប់ដើមដាក់ទៅហ្នឹងមកបន្ទាប់មកយើងចូល mailing អូខេ mailing ចឹងមកយើងយកពាក្យថា select recipient អូខេណាបងនេះឡើយនេះណាយើងចូលឲ្យហ្នឹងមកយើងយកអាកដាលណាបងអូខេយើងយកអាកដាលមកណា use an existing list មានន័យយើងប្រើតារាងដែលយើងបានបង្កើតឲ្យស្រាប់ហ្នឹងណាយើងយកហ្នឹងតែម្ដងទៅពេលដែលវាមកដល់ទីតាំងនេះយើងចាប់ដើមទៅរកឯកសារយើងអូនឯង save ដាក់ទីតាំងណាយើងទៅរកទីតាំងហ្នឹងទៅណាសម្រាប់ខ្ញុំដាក់នៅទីតាំងនេះគឺ desktop នេះខ្ញុំរកតែឈ្មោះទេណាអូខេយើងមិនយកលិខិតទេព្រោះលិខិតខ្ញុំកំពុងតែឈរហ្នឹងហើយយើងយកឈ្មោះមកណាអូខេបន្តមកទៀតយើងចាប់ដើមចូលនៅក្នុងនេះ insert merge field ចឹងមកណាយើងអាចយកវាជាឈ្មោះកុំបាច់យក page ទេណាយកឈ្មោះមកវានឹងចេញបែបនេះហើយណាបងណាអូខេ
ok hai chấm hiền bàn to tiết dương chập đam trồ là con nông đi chạy lơ bịa preview resale chẳng máu nữa ok hơi chân một pí nhé nè ok hay trong cáo dương chập đam trồ lại tì tàng đấy hãy dân chỗ edit individual document do lơ kê năng tới tí tăng đấy miền này tha bà bọn anh rơi vô tầng ó lý cứ về miềnประมาณ ชั่วโมง về màu tầng ó hôm nay tí tăng đại dương vô cả đà đấy miền này trên tầm mùa về dương gặp một bao anh bao dương vô cầm non pina đó nó nhưng ai vô cả ông kể chắc nó lấy thêm vô tầng ó rồi chơi nhung prao pi all ok nhưng ok máu nữa bên nó miền ประมาณ ชั่วโมง viên năng màu tầng ó tạm đòn phải như này ok hay miền thiệp lươn là ha tam đỏ miền mà rối cái dây màu mà rồi này miền hà sấp trên màu hà sấp này ok sẽ không nào bọn anh nâng toán này quân rát mà bọn vì tao nó miền tập năng